សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងរៀន idiom ប្រចាំថ្ងៃជាមួយគ្នាបន្តទៀតណាមួយថ្ងៃមួយពាក្យមួយថ្ងៃមួយពាក្យណាហើយ idiom ថ្ងៃនេះគឺ idiom ដែលអាសាប្រើហ្មងនៅក្នុងសង្គមក៏ដូចជានៅជាពិសេសការសង្គមកម្ពុជារបស់យើងតែម្ដងណាគេហៅគឺ pull string ណាអ្នកខ្លះដឹងហើយថាមានន័យថាម៉េចណា pull string ណាអឺតែអ្នកខ្លះអាចនឹងមិនទាន់ដឹងនៅឡើយទេអូខេតើ idiom ហ្នឹងប្រែថាម៉េចខ្លះហើយប្រើនៅពេលណាអូខេតោះយើងមើលជាមួយគ្នាណាអូខេ Pull string ហ្នឹងអឺពាក្យពន្យល់របស់វាឬក៏អត្ថន័យរបស់វាគឺ use influence ណាអស់នេះខ្លះអាចចេះបកប្រែបានហើយតែអ្នកខ្លះអាចនៅអូខេអញ្ចឹងឥឡូវយើងមើលឧទាហរណ៍ he pulled string to get a job ណា he pulled string to get a job ប្រែថាម៉េចណា she pulled string to get special treatment អូខេអស់គ្នាអាច stop វីដេអូសិនហើយមើលធ្វើការបកប្រែខ្លួនឯងថាបកប្រែថាម៉េចជាភាសាខ្មែរណាអូខេរួចហើយចាំ play វីដេអូបន្តទៀតដើម្បីប្រៀបធៀបជាមួយនឹងអ្វីដែលខ្ញុំបានបង្ហាញអូខេតោះយើងមើលជាមួយគ្នាមួយទៀត don't pull any string for me I I want to get the job on my own merit អញ្ចឹងទៅណាអូខេអូខេហើយអានេះជាឧទាហរណ៍ខាងក្រោមមួយទៀតអូខេ pull string បើអត្ថន័យដើមរបស់វាហ្មងអត្ថន័យពាក្យតែម្ដងបកប្រែថាទាញខ្សែហ្នឹងតាមន័យដើមណាប៉ុន្តែបើតាមការពន្យល់បកប្រែថា influence ហ្នឹងបកប្រែថាប្រើឥទ្ធិពលណា use influence ហ្នឹងគឺប្រើឥទ្ធិពលឬក៏ប្រើខ្សែណាឬក៏មានខ្សែអញ្ចឹងទៅណាអូខេឬក៏គេហៅប្រើទំនាក់ទំនងផ្ទាល់ខ្លួនណាហើយម្យ៉ាងទៀតយើងអាចប្រើ pull some string ក៏បាន pull string ក៏បានដែរថែម some ទៀតក៏បានដែរណាអូខេឥឡូវយើងមកឧទាហរណ៍ he pulled string to get the job គាត់ប្រើខ្សែណាអូខេដើម្បីទទួលបានការងារអូខេឬក៏គាត់ប្រើតំណែងតំណងផ្ទាល់ខ្លួនដើម្បីទទួលបានការងារអូខេឬគាត់មានខ្សែដើម្បីបានការងារអញ្ចឹងទៅអូខេមួយទៀត she pulled string to get special treatment នាងណាប្រើខ្សែឬក៏ប្រើឥទ្ធិពលឬក៏មានខ្សែណាដើម្បីទទួលបានការយកចិត្តទុកដាក់យ៉ាងពិសេសណាឬក៏ការធ្វើដាក់យ៉ាងពិសេសអូខេ Don't pull any string for me ណាកុំប្រើខ្សែជាមួយខ្ញុំណាកុំប្រើខ្សែជាមួយដើម្បីជួយខ្ញុំណាឬកុំប្រើឥទ្ធិពលឬក៏ប្រើតំណែងតំណងដើម្បីជួយខ្ញុំ I want to get the job on my own merit ខ្ញុំចង់បានការងារដោយសមត្ថភាពខ្លួនឯងណាដោយសមត្ថភាពខ្លួនឯងដោយមិនចង់បានការជួយពីអ្នកណាទេព្រោះខ្ញុំត្រូវការលូតលាស់ដោយខ្លួនឯងដែរណាអូខេ He got the job because his uncle pulled some string for him គាត់ទទួលបានការងារដោយសារពូគាត់ណាពូរបស់គាត់ប្រើខ្សែឬក៏ប្រើឥទ្ធិពលឬក៏ប្រើទំនាក់ទំនងផ្ទាល់ខ្លួនដើម្បីជួយគាត់ណា for him ហ្នឹងដើម្បីជួយគាត់អីចឹងទៅណាអូខេអូខេសម្រាប់ phrase នេះសម្រាប់ idiom ថ្ងៃនេះយើងមានតែប៉ុណ្ណេះអ្នកនរគ្នាអរគុណច្រើនចំពោះការតាមដានរហូតដល់ចប់សូមកុំភ្លេចបង្កើតប្រយោគ1ឬក៏2ឬក៏3ណាតាមចិត្តដើម្បីតម្លាក់ចូលនៅក្នុង comment ខ្ញុំចង់អាន comment ហ្នឹងណាហើយថាតើខុសឬក៏ត្រូវឬក៏អឺជាពិសេសគឺដើម្បីជួយអ្នកនរគ្នាឲ្យចងចាំណាអរគុណហើយសូមកុំភ្លេចជួយចុច like ហើយនឹងជួយចុច subscribe បើសិនជាមិនទាន់បាន subscribe នៅឡើយណាជម្រាបលាបាយបាយអ្នកទាំងអស់គ្នា